គឺ60ក៏ប៉ុណ្ណឹងអស់ហើយក្រៅពីការផ្សព្វផ្សាយយើងបានទប់ស្កាត់ហើយមានកន្លែងខ្លះរហូតដល់ប្តឹងផ្ដាល់រវាងរដ្ឋជាមួយនឹងឯកជនដែលទៅបំផ្លាញទីតាំងដែលច្បាប់ក្រមកិច្ចការពារនៃច្បាប់រួចហើយបច្ចុប្បន្ននេះតើតើនឹងការជួញដូរការជីកកាយវត្ថុបុរាណនៅក្នុងខេត្តហ្នឹងមិនមានបញ្ហាអីចោលទេគឺមានករណីខ្លះក៏ប៉ុន្តែយើងបានដឹងហើយយើងទប់ស្កាត់ទាន់ពេលវេលាឧទាហរណ៍ជាក់ស្ដែងកាលពីឆ្នាំទៅអាចមានប្រជាពលរដ្ឋរកឃើញសិលាចារឹកនៅវត្តកាយាគ្រាន់តែបានទទួលដំណឹងព្រាមគឺសំណាងដាក់អីទៅឲ្យតាក់ទងជាមួយប៉ុស្តិ៍ជាមួយអាចារ្យគណៈកម្មការចាស់អធិការវត្តគឺយើងសម្រាប់យកសិលាចារឹកនឹងឡើងមកខេត្តបាត់បានហើយយើងយកមកដាក់នៅសារទឹកបោនៅសារអន្តរជាតិយើងមានសេចក្តីសម្រេចមួយគឺផ្ដោតទៅលើអីកិច្ចការពារតំបន់ដែលយើងចែកជាតំបន់1តំបន់2តំបន់3ហ្នឹងតំបន់1ហ្នឹងយើងមិនមែនសង្កត់នៃទៅលើតែប្រាង្គប្រាសាទទេឥឡូវវាពាក់ព័ន្ធនឹងតំបន់ពុរេប្រវត្តិសាស្ត្រវាមានពាក់ព័ន្ធទៅនឹងទីទួលដែលមិនដឹងតំបន់2ជាតំបន់យើងហៅឲ្យងាយស្ដាប់គឺថាសម្រាប់កិច្ចការពារអូសៀនបុរាណវិទ្យាហើយដែលនៅក្នុងនោះវាមិនមែនបុរាណវិទ្យាតែប្រាង្គប្រាសាទទេគឺបុរាណវិទ្យាផ្នែកវត្ថុទាំងឡាយដែលកប់ក្នុងដីដែលយើងមិនដឹងបុរាណវិទ្យាដែលវាពាក់ព័ន្ធទៅនឹងសម្បត្តិដែលវាស្ថិតនៅក្រោមទឹកមានន័យក្នុងបាតសមុទ្របាតទន្លេតំបន់2នេះយើងគិតថាមានចម្ងាយពីតំបន់1ដែលយើងចាត់ថាតំបន់ប្រាសាទហ្នឹង300ម៉ែត្របូកនឹងដែលយើងបាននិយាយមិញគឺ30ម៉ែត្រចេញពីកសិនទឹករបស់ប្រាសាទបើប្រាសាទនោះមានកសិនទឹកបើគ្មានកសិនទឹកទេយើងចាប់រាប់ពីជើងប្រាសាទហ្នឹងមក30ម៉ែត្របូកនឹង300ម៉ែត្រជាតំបន់2តំបន់3គឺសម្រាប់ការប្រើប្រាស់ដីធ្លីដែលគិតពី330ម៉ែត្រមកគឺ1500ម៉ែត្រតំបន់អភិរក្សផងអភិវឌ្ឍផងសាងសង់ផ្ទះជីដំណៅផ្ទះទៅឃើញសម្បត្តិវប្បធម៌ជាវត្ថុបុរាណហើយមិនបានរាយការណ៍ទុកនៅទៅជាប់គុកពី6ខែទៅ5ឆ្នាំគណៈការពារបេតិកភណ្ឌគឺមាននីតិសម្បទានជាមន្ត្រីនគរបាលយុតិធធវាយើងមានសិទ្ធិក្នុងការកសាងសំណុំរឿង direct ទៅតុលាការតែម្ដងហើយក្រៅពីហ្នឹងយើងបានធ្វើការជួសជុលប្រាសាទ N1 ជាកិច្ចសហការរបស់សាកលវិទ្យាល័យវ៉ាសេដាជប៉ុននៅប្រាសាទសម្ពុព្រៃគុកយើងហ្នឹងតួនាទីរបស់យុវជននៅក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌គឺជារឿងសំខាន់ណាស់មានតែយុវជនទេដែលជួយការពារយើងបើយុវជនស្គាល់បេតិកភណ្ឌវប្បធម៌ច្បាស់យុវជននឹងការពារពួកយុវជនគឺជាអ្នកមានបេះដូងបរិសុទ្ធព្រោះយុវជនជាទំពាំងស្នងឫស្សីបាទជាសសរទ្រូងអនាគតរបស់ប្រទេសជាតិដូច្នេះយុវជនដែលជាអ្នកជំនាន់ក្រោយហ្នឹងគឺត្រូវយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួនគាត់ដែលជាអ្នកស្នងបន្តពីចាស់ហ្នឹងជំនាន់មុនហ្នឹងគឺថាធ្វើម៉េចបន្តការថែរក្សាហ្នឹងឲ្យវានៅគង់វង្សទៀតយើងមិនអាចឲ្យវាបាត់បង់ទៅទេយើងមើលពីតួនាទីសារមន្ទីរដែលតួនាទីធំគឺទី1ជាឃ្លាំងដើម្បីរក្សាការពារជួសជុលថែទាំទី2ជាកន្លែងផ្សព្វផ្សាយទី3គឺជាកន្លែងសម្រាប់ផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវដល់អ្នកសិក្សាផ្សេងៗមកធ្វើការ
សិក្សាស្រាវជ្រាវស្វែងយល់អំពីវប្បធម៌ខ្មែរអំពីបុរាណវត្ថុខ្មែរក្រៅពីនោះទៀតសារមន្ទីរអាចតាក់ទាញទេសចរមកទស្សនាហើយជាវិធីមួយដែលយើងអាចរកចំណូលបានពីទេសចរនឹងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិទសវត្សរ៍ឆ្នាំ90មកយើងដឹងថានៅពិភពលោកទូនីតិនៃសារមន្ទីរចាប់ផ្ដើមមានការប្រែប្រួលពីអ្វីគ្រាន់តែរក្សាការពារផ្សព្វផ្សាយសារមន្ទីរអាចផ្ដល់ជាកន្លែងសម្រាប់គេហៅថាកំសាន្តនៅសារមន្ទីរយើងមានរោងជាងថែទាំជួសជុលវត្ថុបុរាណសំខាន់3ធំមានរោងជាងជួសជុលវត្ថុបុរាណអំពីថ្មមានរោងជាងជួសជុលវត្ថុបុរាណអំពីលោហៈមានរោងជាងជួសជុលវត្ថុបុរាណអំពីកុលាលភាជវត្ថុទាំងអស់នោះមិនមែនជួសជុលម្ដងចប់ទេជួនកាលយើងជួសជុលហើយយកមកដាក់តាំងដល់ថ្ងៃណាមួយយើងវាវិវត្តមានការប្រែប្រួលស្អីយើងត្រូវត្រឡប់យកទៅថែទាំយើងសម្អាតឡើងវិញជួនកាលការជួសជុលសម័យចាស់វាមិនមានបច្ចេកទេសគ្រប់គ្រាន់ប្រើដែកឬក៏ប្រើកាវហ្នឹងវាមិនសមនឹងការវិវត្តបច្ចុប្បន្ននេះយើងត្រូវជួសជុលឡើងវិញព្រោះដែកខ្លះវាចាប់ផ្ដើមច្រេះវានាំឲ្យប៉ះពាល់ដូច្នេះយើងធ្វើការជួសជុលជាប្រចាំមានដូចនេះមានសាលាចរិតមួយដែលល្បីល្បាញគឺសាលាចរិតរបស់ព្រះបាទជ័យវរ្ម័នទី7សាលាចរិតដែលរកឃើញនៅក្នុងទីមានអាកាសហើយរូបសាលាចរិតនេះគឺថាបែកទាំងអស់ហើយជួសជុលហើយភាសាក្នុងឆ្នាំ1970ដល់ឥឡូវយើងត្រូវរើទាំងអស់ហ្នឹងជួសជុលឡើងវិញហើយខាងនោះក៏ដូចគ្នាដែរគឺយើងជួសជុលយើងធ្វើ consolidation ដែលពង្រឹងនៅក្នុងដែលរូបណាដែលពុកផុយខ្លាំងក្រៅពីនឹងទៀតយើងមានរូបដែលរកឃើញថ្មីមានវត្ថុបុរាណដែលយើងរកឃើញថ្មីពីកំណាយអំពីប្រជាជនដែលគាត់យកមកបកគលឲ្យយើងឬក៏វត្ថុដែលអាជ្ញាធរឬកងកម្លាំងគាត់ចាប់បានយើងត្រូវធ្វើការជួសជុលមុននឹងដាក់តាំងយើងមិនអាចយករូបមកដាក់តាំងបង្ហាញដោយគ្មានការជួសជុលទេថ្មីនេះមានវត្ថុបុរាណមួយចំនួនធំដែលយើងទទួលបានពីសហរដ្ឋអាមេរិកដោយសារបំណែកខ្លះនៅស្រុកអាមេរិកដែលគេបញ្ជូនមកបំណែកខ្លះនៅស្រុកខ្មែរឥឡូវយើងកំពុងធ្វើការជួសជុលអញ្ចឹងបានត្រឡប់មកវិញហើយយើងរើដែលរបស់ដែលគេជួសជុលហ្នឹងចាស់នឹងចោលយើងធ្វើការជួសជុលថ្មីដោយមានបច្ចេកទេសទំនើបជាងមុនដែលយើងប្រើ inox ដែលមិនមានប្រតិកម្មទៅលើថ្មហើយរូបដែលបកគលត្រឡប់មកវិញនេះក្នុងសម័យកាលជាមួយគ្នាហើយនៅក្នុងប្រាសាទជាមួយគ្នានឹងរូបហ្នឹងរូបនេះយកមកពីប្រាសាទចិននៅកោះកេរហើយរូបដែលបកគលត្រឡប់ពីស្រុកអាមេរិកមកឲ្យយើងវិញហ្នឹងសិតតែយករូបចេញពីប្រាសាទហ្នឹងដូចគ្នាកម្មសំខាន់របស់យុគឋានបុរាណវត្ថុគឺមាន2គឺទី1គ្រប់គ្រងវត្ថុបុរាណបានល្អទី2ត្រួតពិនិត្យវត្ថុសិល្បៈចេញក្រៅប្រទេសក្រៅពីនោះគឺថាយើងមានកិច្ចការមួយចំនួនផ្សេងទៀតគឺពាក់ព័ន្ធភាសាស្រាវជ្រាវវត្ថុបុរាណដែលនៅបរទេសដោយខុសច្បាប់ហើយកិច្ចការហ្នឹងយើងធ្វើការជាមួយនឹងយុគឋានពាក់ព័ន្ធជាពិសេសគឺសារមន្ទីរជាតិដឹងហើយប្រទេសកម្ពុជាជួបនៅសង្គ្រាមជាច្រើនចាប់ពីទសវត្សរ៍70មកហើយវត្ថុបុរាណមួយចំនួនដែលនៅតំបន់ដាច់ស្រយាលគេលួចយកទៅក្រៅប្រទេសដូច្នេះបើសិនជាយើងមានបញ្ជីស្នាមត្រឹមត្រូវថាវាងាយស្រួលក្នុងការប្តឹងផ្តល់ត្រឡប់វិញអញ្ចឹងកន្លងមកដូចជាសហរដ្ឋអាមេរិកក្តីជប៉ុនក្តីអូស្ត្រាលីក្តីបារាំងក្តីបានបង្វែរបុរាណវត្ថុដែលគេមានហ្នឹងមកខ្មែរវិញប្រទេសដែលជាម្ចាស់ទ្រព្យត្រូវធ្វើបណ្ដឹងជាអន្តរជាតិប៉ុន្តែអនុសញ្ញា UNIDROIT មានកាលបរិច្ឆេទកំណត់របស់អ្វីដែលមានអាយុលើសពី75ឆ្នាំមិនអាចទាមទារយកមកវិញបានទេការចូលរួមអភិរក្សថែទាំសម្បត្តិវប្បធម៌ខ្មែរមិនមែនតែអ្នកជំនាញនៅតាមសារមន្ទីរបុរាណវិទូឬក៏អ្នកជំនាញនៃក្រសួងវប្បធម៌ទេគឺមនុស្សទាំងអស់គ្នាជាអ្នកចូលរួមដូច្នេះបានយើងធ្វើយ៉ាងណាផ្ដោតទៅលើយុវជនជំរុញឲ្យយុវជនចាប់ផ្ដើមស្រឡាញ់សម្បត្តិវប្បធម៌ខ្មែរយើងធ្វើយ៉ាងណាតាក់ទាញឲ្យយុវជន
មកមើលកុំឲ្យគាត់មើលឃើញសារមន្ទីរជាកន្លែងមួយដែលខ្ពង់ខ្ពស់ពេលដែលមានពិព័រណ៍ពិសេសម្ដងយើងធ្វើការងារជាមួយសាលាមួយចំនួននៅភ្នំពេញហ្នឹងដើម្បីនាំសិស្សមកធ្វើការទស្សនាដើម្បីជំរុញឲ្យយុវជនមានការស្រឡាញ់ចូលរួមក្នុងការថែទាំចូលរួមក្នុងការការពារសម្បត្តិវប្បធម៌ខ្មែរចូលរួមទប់ស្កាត់នៃការលួចកកាយក្នុងការជួញដូរផ្សេងក្នុងការចូលរួមផ្សព្វផ្សាយពីការយល់ដឹងសាធារណៈស្ដីពីការទប់ស្កាត់ការជួញដូរនិងធ្វើចរាចរណ៍វត្ថុបុរាណខ្មែរគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យខ្មែរគ្រប់ស្រទាប់នៃសង្គមបានដឹងបានស្គាល់និងទទួលបាននូវចំណេះដឹងនិងបទពិសោធន៍អំពីភាពសម្បូរបែបនៃវត្ថុបុរាណដ្ឋាននិងប្រាសាទបុរាណទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបាននឹងកំពុងប្រឈមនឹងការជីករករោគវត្ថុបុរាណការឈូសឆាយស្ថានីយ៍បុរាណទូលបុរាណការជួញដូរនិងការចរាចរណ៍វត្ថុបុរាណខុសច្បាប់ដើម្បីរួមគ្នាថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិដោយដែលមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌កម្ពុជាឆ្នាំ1996គោលបំណងសំខាន់នៃច្បាប់នេះគឺមានគោលដៅថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិនិងសម្បត្តិវប្បធម៌ទូទៅប្រឆាំងនឹងការបំផ្លិចបំផ្លាញការប្រែក្លាយការបដូររូបរាងការជីករុករកការផ្ទេរកម្មសិទ្ធិការនាំចេញការនាំចូលដោយខុសច្បាប់ហើយចំពោះជនប្រព្រឹត្តបទល្មើសនៅក្នុងមាត្រា63នៃច្បាប់នេះក៏បានចែងអំពីទោសទណ្ឌផងដែរគឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ5ឆ្នាំព្រមទាំងពិន័យជាទឹកប្រាក់តាមតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មានចំពោះជនណាដែលបានប្រព្រឹត្តល្មើសដោយធ្វេសប្រហែសនិងទទួលទោសជាប់ពន្ធនាគារពី2ឆ្នាំទៅ8ឆ្នាំនិងពិន័យទ្វេគុណនៃតម្លៃសម្បត្តិវប្បធម៌នោះតាមតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មានចំពោះជនណាដែលបានប្រព្រឹត្តល្មើសដោយចេតនាតាមអនុសញ្ញារបស់អង្គការ UNESCO ឆ្នាំ1970ស្ដីពីមធ្យោបាយដែលត្រូវហាមឃាត់នឹងការទប់ស្កាត់ការនាំចេញនាំចូលខុសច្បាប់និងការផ្ទេរម្ចាស់កម្មសិទ្ធិនៃសម្បត្តិវប្បធម៌របស់ប្រទេសទាំងពីរដែលជារដ្ឋភាគីហើយនឹងផ្ដើមចេញពីអនុសារណៈនៃការយោគយល់រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកស្ដីពីការដាក់កំហិតហាម5នៅការនាំចូលវត្ថុបុរាណពីប្រទេសកម្ពុជាក្នុងយុគសម័យសម្រិនរហូតដល់សម័យប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងបញ្ហានេះកម្ពុជានិងអាមេរិកមានគោលបំណងរួមគ្នាក្នុងការទប់ស្កាត់អំពើចោរកម្មនៃវត្ថុបុរាណទាំងឡាយដ៏កម្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាននិងដែលមានអាយុកាលពីយុគលោហៈដល់សម័យប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងបញ្ហានេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានបង្កើតកម្មវិធីដ៏